សូមមកនិយាយអំពីអង្គើឃាតកម្មមួយទៅលើក្មេងស្រីម្នាក់និងក្មេងប្រុសធ្វើឲ្យក៏ក្រៅប្រទេសហ្វីលីពីនខ្លាំងមែនទែនគ្រូដែលបានបាត់បង់ជីវិតហ្នឹងគឺជាបងប្អូនបង្កើតនឹងគ្នាដែលមួយមានអាយុ18ឆ្នាំមួយទៀតគឺអាយុ16ឆ្នាំពួកគេត្រូវបានសម្លាប់យ៉ាងព្រៃផ្សៃមែនទែននៅចំកណ្ដាលផ្ទះខ្លួនឯងដោយមានស្លុកឈាមច្រើនខ្លាំងមែនទែនដោយជនមិនស្គាល់មុខ3នាក់បានសម្លាប់2នាក់ហ្នឹងហើយឪពុកម្ដាយពេលហ្នឹងគឺអត់នៅផ្ទះទេដោយសារតែឪពុកគឺជាគ្រូបង្រៀនម្ដាយគឺជានាយកអញ្ចឹងជាហេតុធ្វើឲ្យគេសម្លាប់កូនពួកគាត់អត់ដឹងទេហើយជនរងគ្រោះគឺមានតកោថា Margaret ហើយលោក Margaret ក៏បាននិយាយទាំងទឹកភ្នែកថានៅកំឡុងពេលដែលគាត់កំពុងតែបង្រៀនសិស្សបង្រៀនសុកស្រាប់តែមិត្តភ័ក្តិគាត់បានទេទូរស័ព្ទមកគាត់កំឡុងពេលម៉ោង 2:58 នាទីបន្ទាប់មកលោក Margaret ក៏បានដឹងដំណឹងនឹងភ្លាមគាត់ក៏បានបញ្ញាទៅផ្ទះនៅពេលដែលគាត់ទៅដល់ផ្ទះហ្នឹងគឺម៉ោង 3:15 នាទីលោក Margaret មកដល់ផ្ទះភ្លាមលោក Margaret គឺស្លុតចិត្តខ្លាំងមែនទែនដោយសារតែគាត់បានឃើញរូបភាពមួយដែលគាត់មិនគួរឲ្យចង់ឃើញទេអ្នកទាំងគ្នាគឺកូនស្រីរបស់លោក Margaret ហ្នឹងត្រូវបានគេចាក់សម្លាប់សឹងតែឈាមពេញផ្ទះហ្មងចំណែកឯកូនប្រុសរបស់គាត់វិញណាត្រូវបានគេយកខ្សែរឹតកព្រៃផ្សៃជាទីបំផុតតែផងដែរថាគឺមានក្មេងស្រីម្នាក់ដែលអត់ទាន់គ្រប់អាយុដែលជាកូនចិញ្ចឹមរបស់លោក Margaret ប៉ុន្តែត្រូវបានរត់រួចចេញពីឃាតករដែលបានដេញសម្លាប់ខ្លួននឹងហើយនាងគឺមានឈ្មោះថា Christine មានបាននិយាយថានៅពេលដែលឃាតករដេញសម្លាប់នាងនឹងនាងក៏បានរត់ចូលក្នុងបន្ទប់មួយហើយបិទទ្វារចាក់សោយ៉ាងជិតបន្ទាប់មកនាងក៏បានផុស Facebook អំពីរឿងដែលនាងកំពុងតែជួបថាមានឃាតករដេញសម្លាប់អីចឹងណាហើយនាងក៏បានខលទៅលោក Margaret ដែលជាឪពុកចិញ្ចឹមរបស់នាងដែរប៉ុន្តែលោក Margaret គឺអត់លើកទេKristen គឺជាសាក្សីតែម្នាក់គត់ដែលអាចផ្ដល់ចម្លើយទៅដល់តុលាការបានថាអ្នកណាគឺជាសម្លាប់បងប្អូនរបស់ខ្លួនបន្តស្លុតនេះត្រូវបានប្រជាពលរដ្ឋគឺនាំគ្នាខឹងសម្បាខ្លាំងមែនទែនដោយសារតែសុកមិនមកសម្លាប់កូនគេអីចឹងគាត់ខឹងជំនួសបន្ទាប់មកអាជ្ញាធរក៏បានប្រកាសថាប្រសិនបើជាអ្នកណាអាចវែកមុខរកមុខឃាតករបានណាគាត់នឹងជូនលុយទឹកប្រាក់ចំនួន$5,000អំពីក្នុងបណ្ដាញសង្គម Twitter វិញណាគឺប្រជាពលរដ្ឋនាំគ្នាប្រើប្រាស់ hashtag មួយដែលមានឈ្មោះថា Justice for Margaret Sibling ហើយ hashtag នេះក៏មានការ trending ខ្លាំងមែនទែននៅក្នុងបណ្ដាញសង្គម Twitter ដែលប្រជាពលរដ្ឋនាំគ្នាប្រើប្រាស់ hashtag ហ្នឹងដើម្បីជួយស្វែងរកយុត្តិធម៌ទៅដល់ក្រុមគ្រួសាររបស់លោក Margaretគេលំអិតអំពីឃាតករនឹងប៉ូលីសក៏បានស្វែងរកឃើញម្ដងបន្តិចដំបូងប៉ូលីសនឹងគិតថាប្រហែលជាករណីប្លន់យកទ្រព្យសម្បត្តិរបស់លោក Margaret ទៅប៉ុន្តែក្នុងផ្ទះហ្នឹងក៏មានបាត់អីដែរបន្ទាប់មកប៉ូលីសក៏បានស្វែងរកឃើញដំបងឈើមួយញញួរនិងកាំបិតរបស់លោក Margaret បន្ទាប់មកគេក៏បានឃើញក្អាវមួយដែលមានសិទ្ធិប្រឡាក់សិទ្ធិឈាមនៅខាងក្រោយផ្ទះហើយអញ្ចឹងប៉ូលីសសន្មតថាក្អាវនឹងប្រហែលជាក្អាវរបស់ឃាតករឡងពេលប៉ូលីសដែលបាននិយាយថាគេរកឃើញដំបងនិងកាំបិតរបស់លោក Margaret លោក Margaret ក៏ចាប់ផ្ដើមមានចិត្តសង្ស័យទៅលើកូនស្រីដែលគាត់ចិញ្ចឹមរាល់ថ្ងៃនេះដោយសារតែដំបងនិងកាំបិតហ្នឹងគឺមានតែកូនស្រីចិញ្ចឹមរបស់គាត់ទេដឹងថាគាត់ຕົកនៅកន្លែងណាបងប្អូនតើគ្នាកំពុងស្វែងរកវីតាមីនមួយដែលជំនួយឲ្យស្បែកយើងសភ្លឺថ្លាមករលោងចេញមកពីខាងក្នុងណាខ្ញុំសូមរីកមែនជាមួយនឹងវីតាមីនតូសុខជាតិរបស់ Philipsវីតាមីននេះគឺជាវីតាមីនមួយដែលជំនួយឲ្យស្បែកយើងសភ្លឺថ្លាចេញមកពីខាងក្នុងជាពិសេសគឺជួយបំបត្តិស្នាមនៅលើមុខនិងដងខ្លួនទៀតផងបើសិនជាអ្នកតើគ្នាញ៉ាំមួយថ្ងៃ2គ្រាប់ខ្ញុំធានាថាតាមមួយអាទិត្យទេអ្នកតើគ្នានឹងឃើញស្បែកអ្នកតើគ្នាថ្លាចេញមកពីខាងក្នុងហ្មងពិសេសហ្នឹងវីតាមីនហ្នឹងគឺខ្ញុំញ៉ាំអស់ច្រើនកំប៉ុងខ្លាំងមែនតើអ្នកតើគ្នាអាចមើលលើដៃខ្ញុំបានណាហើយវីតាមីនតូសុខជាតិរបស់ Philips ហ្នឹងក៏មានសម្រាប់អ្នកដែលគាត់ទឹកតកាយគោបាន3ខែដែរសូមមកស្បែកសភ្លឺថ្លាមករលោងចេញមកពីខាងក្នុងកុំភ្លេចវីតាមីនតូសុខជាតិរបស់ Philips ណាគឺមាន2តម្រូវការសម្រាប់អ្នកទាំងអស់គ្នាជ្រើសរើសចូលមកបានស្បែកសភ្លឺថ្លាចេញមកពីខាងក្នុងកុំភ្លេច Philips brand ណាជាពិសេសហ្នឹងគាត់សង្កត់ថានៅពេលដែលគាត់ត្រឡប់មកផ្ទះវិញហ្នឹងបានឃើញ Christine ដែលជាកូនស្រីចិញ្ចឹមរបស់គាត់ហ្នឹងគឺមានសភាពសក់សើមហើយចាប់ផ្ដើមនិយាយថាប៉ាផ្អែមល្ហែមចំពោះគាត់អញ្ចឹងណាក៏បានបន្តទៀតថាកូនស្រីនិងកូនប្រុសរបស់គាត់ដែលបានស្លាប់នៅក្នុងថ្លុកឈាមហ្នឹងណាគឺជាអ្នកដែលសុំឲ្យគាត់ហ្នឹងយក Christine មកចិញ្ចឹមដោយសារតែពួកគេគឺស្រឡាញ់ Christine ខ្លាំងមែនតើហើយមិនត្រឹមតែប៉ុណ្្នឹងទេសូម្បីតែកូនប្រុសរបស់គាត់ដែលត្រូវបានគេសម្លាប់ដោយសាររឹតកហ្នឹងសុកចិត្តឲ្យបន្ទប់របស់ខ្លួនទៅកាន់ Christine ហើយគេកេងខាងក្រៅហើយមានរឿងរ៉ាវជាច្រើនទៀតពាក់ព័ន្ធជាមួយនឹង Christine ដូចជា Christine ហ្នឹងគឺបានលួចលុយនៅក្នុងផ្ទះអញ្ចឹងណាប៉ុន្តែគ្រួសាររបស់លោក Margaret ហ្នឹងគឺបានអត់ឱនទៅឲ្យ Christine ដែរស្រាវជ្រាវអំពីប្រវត្តិរបស់ Christine ដែលជាកូនចិញ្ចឹមរបស់លោក Margaret ហ្នឹងហើយគេបាននិយាយថា Christine ហ្នឹងអាចមិនមែនជាកូនកំព្រាអាចនឹងនៅតាក់ទងជាមួយនឹងឪពុកម្ដាយខ្លួននៅកំឡុងពេលដែលខ្លួននៅជាមួយនឹងគ្រួសារ Margaret លេងបណ្ដាញសង្គម Twitter ជាច្រើនមែនទែនបានចូលទៅ comment ថាហេតុអីបានជា Christine នៅកំឡុងពេលដែលឃាតករកំពុងតែដេញសម្លាប់បងប្អូននិងខ្លួនឯងនេះមានពេលទៅផុស Facebook និងងូចទឹកជាជាងយកពេលហ្នឹងទៅទេទៅប៉ូលីស
ហេតុអីបានជាអត់ទេទៅប៉ូលីសទី20ធ្នូឆ្នាំ2021បន្ទាប់ពីការសម្លាប់នេះមានរយៈពេល6ថ្ងៃគ្រីស្ទីនដែលជាកូនចិញ្ចឹមរបស់លោកម៉ាហ្កានឹងក៏បានចេញខ្លួនសារភាពថាខ្លួនពិតជាបានបញ្ជាឲ្យគេមកសម្លាប់បងប្អូន2នាក់របស់ខ្លួនមែនដោយខ្លួនគឺមានចិត្តចំណែនដោយសារតែលោកម៉ាហ្កាគឺយកចិត្តទុកដាក់កូនបង្កើតជាងខ្លួនឯងអញ្ចឹងរឿងហ្នឹងវាក៏បានចេញចម្លើយដែរបញ្ជាឃាតករ3នាក់ឲ្យសម្លាប់ហ្នឹងគឺជាគ្រីស្ទីនក្មេងស្រីលោកម៉ាហ្កានិងបងប្អូន2នាក់ស្រឡាញ់យកមកចិញ្ចឹមនៅក្នុងផ្ទះតើគ្នាសាច់រឿងយើងចប់ហើយណាប៉ុន្តែខ្ញុំចង់និយាយតិចពាក់ព័ន្ធជាមួយនឹងរឿងហ្នឹងវាគឺជារឿងពិតមួយដែលកើតឡើងទៅក្នុងប្រទេសហ្វីលីពីនហើយខ្ញុំចង់និយាយថាភាពចំណែនណាវាបានបិទផ្លូវឲ្យយើងលេងស្គាល់អ្វីជាការស្រឡាញ់អ្វីជាការផ្ដល់ភាពកក់ក្ដៅឲ្យសុខចិត្តជួលអ្នកដតីមកសម្រាប់បងប្អូនខ្លួនឯងទាំងដែលគេហ្នឹងគឺខំស្រឡាញ់យកខ្លួនឯងមកចិញ្ចឹមអញ្ចឹងបើសិនជាអ្នកទាំងគ្នាបានមើលវីដេអូហើយអ្នកទាំងគ្នាជួយពិចារណាផងតើទង្វើនេះគឺជាទង្វើអ្វីអូខេអ្នកទាំងគ្នាវីដេអូខ្ញុំចប់ហើយណាបើសិនជាចូលចិត្តកុំភ្លេចឲ្យបេះដូងច្រើនៗដើម្បីជាកម្លាំងចិត្តក្នុងការនិយាយបន្តទៀតបាយបាយ